បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងអ្នកតាមដានស្ដាប់រឿងខ្មោចទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាមួយរឿងទៀតហើយរឿងខ្មោចតាជេងហើយយើងចង់ដឹងថាសាច់រឿងនឹងយ៉ាងម៉េចយ៉ាងណាដែរកុំភ្លេចទៅតាមដានស្ដាប់ទាំងអស់គ្នាបាទតាជេងគឺជាមនុស្សដែលមិនចូលចិត្តធ្វើបុណ្យដាក់ទានចំពោះអ្នកណាឡើយកាលពីគាត់នៅក្មេងគាត់ប្រកបរបរកាប់គោលក់សាច់លុះគាត់មានវ័យចំណាស់គាត់ចូលចិត្តផឹកស្រាលេងល្បែងស៊ីសងជេរស្ដីដេញប្រពន្ធកូនមិនឲ្យចូលផ្ទះឡើយហេតុដូច្នេះប្រពន្ធកូនរបស់គាត់ក៏ចាក់ចេញអំពីគាត់ទៅរស់នៅឯស្រុកឆ្ងាយជាមួយនឹងបងប្អូនសាច់ញាតិរបស់គាត់លុះពេលដែលជេងចាស់ជរាគាត់ក៏មានជំងឺឈឺយ៉ាងធ្ងន់គ្មានកូនចៅណាម្នាក់នៅជិតគាត់ឡើយក្នុងកំឡុងពេលដែលគាត់ឈឺគាត់ចេះតែស្រែកឮសូរសំឡេងដូចគោរោអញ្ចឹងគាត់ស្រែកទាំងយប់ទាំងថ្ងៃបណ្ដាលឲ្យរំខានដល់អ្នកភូមិផងរបងជាមួយសម្រានមិនបានសោះនៅជិតផ្ទះគាត់មានប្តីប្រពន្ធ2នាក់ពេលពួកគាត់ឃើញតាជេងស្រែកដូច្នេះពួកគាត់តែងតែយកបាយសម្លមកជូនគាត់ពិសារាល់ថ្ងៃតែចម្លែកណាស់ពេលដែលគាត់ទទួលទានអាហាររួចហើយគាត់នៅតែស្រែកដោយការឈឺចាប់ដដែលគាត់ចេះតែទារកស្រាផឹកអ្នកជិតខាងឃើញដូច្នេះក៏ទៅទិញស្រាមកឲ្យគាត់ក៏ឈប់ស្រែកដូច្នេះពេលដែលគាត់បរិភោគបាយរួចគាត់ត្រូវពិសាស្រាបន្ថែមទៀតជារៀងរាល់ថ្ងៃតែជេងគាត់ស្រឡាញ់អ្នកជិតខាងពីអ្នកប្តីប្រពន្ធនោះណាស់គាត់និយាយទាំងទឹកភ្នែកថាចៅទាំងពីរតាអរគុណចៅដែលបានមកមើលថែតាបាយសម្លទាំងអស់នេះតាសូមឧទ្ទិសកុសលផលបុណ្យឲ្យចៅកើតជាតិណាសូមឲ្យចៅកុំស្គាល់ភាពអត់ឃ្លានឲ្យសោះអ្នកទាំងពីរក៏ទទួលពរសាធុហើយនាំគ្នាត្រឡប់ទៅផ្ទះវិញច្រើនថ្ងៃក្រោយមកតាជេងក៏ទទួលមរណភាពបាត់ទៅចំណែកប្តីប្រពន្ធទាំងពីរនាក់ក៏ធ្វើបុណ្យឲ្យគាត់តាមប្រពៃណីដោយយកគាត់ទៅបូជារំលាយសពនៅលើភ្លឺស្រែមួយក្បែរភូមិរបស់គាត់ក្រោយមកមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យទឹកដក់គ្រប់ទីកន្លែងបរោះជាប្តីឃើញដូច្នេះក៏ស្ពាយទ្រង់ទៅឆ្លោះកង្កែបដើម្បីយកមកធ្វើម្ហូបព្រោះលើកនៅពេលដែលមានភ្លៀងធ្លាក់គាត់តែងទៅរកកង្កែបបានច្រើនណាស់តែនៅថ្ងៃនេះគាត់រកកង្កែបបានតែ2គត់បុរសនោះក៏ធ្វើដំណើរទៅមុខទៀតរហូតដល់កន្លែងដុតថ្មខ្មោចតាជេងពេលនោះគាត់ក៏ឃើញកង្កែបមួយយ៉ាងធំកំពុងលោតសំដៅមករកគាត់បុរសនោះសប្បាយចិត្តណាស់ក៏ចាប់កង្កែបនោះដាក់ក្នុងទ្រុងរបស់គាត់ហើយត្រឡប់ទៅផ្ទះវិញលុះព្រឹកឡើងប្រពន្ធក៏ចាប់កង្កែបទាំងនោះមកធ្វើម្ហូបរីឯកង្កែបធំគ្រាន់តែឃើញនាងនោះភ្លាមក៏លោតហក់មិនចេះឈប់ចំណែកនាងវិញក៏ចាប់កង្កែបទាំង3មកធ្វើម្ហូបដោយមិនបានចាប់អារម្មណ៍ពីអ្វីទាំងអស់នៅរាត្រីថ្ងៃនោះនាងក៏យល់សពឃើញតាជេងមកឈរយំនៅមុខផ្ទះរបស់គាត់ក្នុងសុបិននោះនាងបានសួរតាជេងថា
លោកតាហេតុអីក៏លោកតាយំខ្លាំងម្ល៉េះតាជេងកាន់តែយំខ្លាំងឡើងហើយប្រាប់នាងថាចៅស្រីក្នុងចិត្តតាស្រឡាញ់ចៅទាំងពីរស្មើនឹងកែវភ្នែករបស់តាពេលតាឃើញចៅប្រុសទៅដល់កន្លែងរបស់តាក៏ប្រឹងស្ទុះលោតទៅរកគេដោយនឹករលឹកហើយព្រោះតាគិតថានឹងបានមកជួបចៅហើយបានមករស់នៅចិត្តពួកចៅតាឥឡូវពួកឯងបានសម្លាប់យើងបាត់ទៅហើយពេលនោះនាងក៏ដឹងខ្លួនឡើងរហ័សដាស់ប្តីហើយសួរទាំងយប់ថាណែបងកង្កែបធំមួយនោះតើបងចាប់មកពីកន្លែងណាប្តីប្រាប់ថាបងចាប់ពីកន្លែងតុកតាជេងប្រពន្ធប្រាប់ថាបងដឹងទេកង្កែបនោះគឺជាព្រលឹងរបស់តាជេងណាបងព្រោះគាត់បានមកពន្យល់សពខ្ញុំអំបញ្ញមិញនេះប្តីឮដូច្នេះក៏ភ្ញាក់ខ្លួនព្រឺតដែលឃើញតែជេងចាប់ជាតិជាសត្វកង្កែបគាត់មានការអាណិតនិងតក់ស្លុតចំពោះតាជេងយ៉ាងខ្លាំងរីឯប្រពន្ធក៏ផិតភ័យណាស់ដែលនាំគ្នាបរិភោគសត្វកង្កែបនោះទោះជានាងចង់ក្អួតក៏ក្អួតមិនចេញទោះចង់យំក៏យំមិនកើតនាងចេះតែមានអារម្មណ៍ភ័យខ្លាចទ្រូងញ័រចំប្រាប់ជារៀងរាល់ថ្ងៃបណ្ដាលឲ្យសុខភាពរបស់នាងមានការទ្រុឌទ្រោមជាលំដាប់ក្រោយមកប្តីក៏នាំប្រពន្ធទៅពិគ្រោះជាមួយនឹងព្រះសង្ឃអំពីខ្មោចតាជេងព្រះសង្ឃមានទេដីកាថាសូមឲ្យញោមទាំងពីរធ្វើបុណ្យឧទ្ទិសកុសលឲ្យព្រលឹងតាជេងដែលបានស្លាប់ទៅបន្ទាប់មកពីអ្នកប្តីប្រពន្ធក៏ត្រឡប់មកផ្ទះវិញពួកគាត់បានប្រារព្ធពិធីបុណ្យដោយអញ្ជើញញាតិជិតឆ្ងាយមកចូលរួមហើយនិមន្តព្រះសង្ឃវេចង្ហាន់រំលឹកដល់វិញ្ញាណក្ខន្ធតាជេងដែលបានស្លាប់ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយហើយក្នុងនេះដែរក៏គេមានបញ្ជាក់បំរាមដែរការពិសាទានស្រាច្រើនពេកបណ្ដាលឲ្យមនុស្សខូចប្រព័ន្ធសរសៃប្រសាទខាតបង់ប្រកាសខាតទាំងពេលវេលាធ្វើឲ្យគ្រួសារបាត់បង់នូវសុភមង្គលនិងធ្វើឲ្យមនុស្សខូចសុខភាពទៀតផងអរគុណក៏សម្រាប់វីដេអូមួយនេះអរគុណសម្រាប់ការតាមដានស្ដាប់ចំណាយពេលដ៏មានតម្លៃយើងនឹងទៅជួបគ្នារឿងបន្តទៀតបាទសូមអរគុណសូមជម្រាបលា